អ្នកដើរកំសាន្តម្នាក់រកឃើញគ្រឿងស្រោបដាវអាយុកាល 1500 ឆ្នាំប្រហាក់ប្រហែលនឹងដាវក្នុងរឿងព្រេងនិទានដែលលាក់ទុកក្រោមដើមឈើការរកឃើញដែលប្រៀបដូចរឿងព្រេងនិទានស្ដេច Arthur និងដាវវិសេស Excalibur បានកើតឡើងនាពេលថ្មីៗនេះក្នុងប្រទេស Norway ខណៈដែលអ្នកដើរកំសាន្តម្នាក់បានរកឃើញគ្រឿងស្រោបដាវដែលធ្វើអំពីមាសដែលមានតម្លៃអាយុកាលរហូតដល់ 1500 ឆ្នាំលាក់ខ្លួននៅក្រោមដើមឈើមួយដើមព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះចាប់ផ្ដើមប្រកាសឡើងកាលពីថ្ងៃទី 5 ខែឧសភាដោយសាកលវិទ្យាល័យ Stavanger ដែលជាសាកលវិទ្យាល័យរដ្ឋដ៏ល្បីល្បាញរបស់ប្រទេស Norway វត្ថុបុរាណនេះត្រូវបានរកឃើញនៅក្នុងស្រុក Oscar នៃទីក្រុង Sandnes ដែលស្ថិតនៅភាគនិរតីនៃប្រទេស Norway វាមានអាយុកាលតាំងពីសតវត្សទី 6 ដែលកំឡុងពេលនៃយុគសម័យចំណាក់ស្រុកនៅក្នុងប្រទេស Norway នេះជាសម័យកាលដ៏ចម្រូងចម្រាសនិងមានការផ្លាស់ប្ដូរខ្លាំងបំផុតបន្ទាប់ពីការដួលរលំនៃអាណាចក្ររ៉ូមអ្នកដើរកំសាន្តដែលមិនបញ្ចេញឈ្មោះរូបនេះបានរៀបរាប់ថាបន្ទាប់ពីបានរកឃើញដើមឈើមួយដើមត្រូវបានដួលរលំដោយសារតែខ្យល់ព្យុះលោកក៏បានចាប់ផ្ដើមពិនិត្យមើលដីខាងក្រោមដើមឈើនោះលោកបានឃើញមានសភាពប៉ោងឡើងបន្តិចរួចក៏យកមែកឈើមកចាក់កកាយរហូតស្រាប់តែឃើញអ្វីមួយយ៉ាងដែលមានពន្លឺចាញ់ចាំងនៅពេលនោះលោកមិនទាន់យល់ច្បាស់ថាជាអ្វីឡើយវត្ថុដែលបានរកឃើញនេះគឺជាគ្រឿងស្រោបដាវមាសដ៏តូចមួយដែលមានទទឹងប្រហែលជា 6 សង់ទីម៉ែត្រលោកហាកុនរីយ៉ាស៊ីនដែលជាអ្នកបុរាណវិទ្យានិងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបានហៅការរកឃើញនេះថាជារឿងដ៏អស្ចារ្យបំផុតលោកបានបញ្យល់ថាគ្រឿងស្រោបដាវមាសនេះមានទំនាក់ទំនងកម្មសិទ្ធិរបស់មេដឹកនាំដ៏មានអំណាចម្នាក់ដែលគ្រប់គ្រងតំបន់នោះក្នុងពាក់កណ្ដាលដំបូងនៃសតវត្សទី 6 ជាធម្មតាគ្រឿងស្រោបដាវមាសមិនសូវបង្ហាញស្លាកស្នាមនៃការប្រើប្រាស់ឡើយប៉ុន្តែវត្ថុបុរាណនេះមានសភាពសឹកខ្លាំងដែលបញ្ជាក់ថាម្ចាស់របស់វាគឺជាអ្នកប្រើប្រាស់វាជាប្រចាំដើម្បីបង្ហាញពីឋានៈនិងអំណាចរបស់ខ្លួនចំពោះមូលហេតុដែលវត្ថុនេះត្រូវបានគេលាក់ទុកអ្នកបុរាណវិទ្យាជឿជាក់ថាវាត្រូវបានគេយកមកកប់ទុកក្នុងចន្លោះថ្មដើម្បីជាការបូជាដល់ព្រះក្នុងសម័យកាលនោះវិបត្តិនៃគ្រោះទុរភិក្សនិងបញ្ហាប្រឈមជាច្រើនដូច្នេះហើយទើបមនុស្សសម័យកាលនោះយកមកជាវត្ថុមានតម្លៃយកមកធ្វើជាដង្វាយបូជាក្នុងក្តីសង្ឃឹមថានឹងទទួលបាននៅពេលវេលាដ៏ល្អប្រសើរមកវិញបច្ចុប្បន្នវត្ថុបុរាណនេះត្រូវបានគេគ្រោងនិងដាក់បង្ហាញនៅសារមន្ទីរបុរាណវិទ្យានៃសាកលវិទ្យាល័យ Stavanger ដើម្បីឲ្យសាធារណជនចូលទស្សនា